មានពុកម៉ែបងប្អូនយើងជាច្រើនតែងតែ comment ខាងក្រោមវីដេអូរបស់ខ្ញុំថាឃើញវីដេអូរបស់គោ .team em ស្នេហ៍មួយវីដេអូណាក៏ទំនងដែរឃើញហើយហ្នឹងគឺថា clean តែម្ដងណាឲ្យតែមានកម្មវិធីគឺគុំបាទយកកញ្ចប់គោ .team em ស្នេហ៍មិនថាតែពុកម៉ែបងប្អូនទាំងអស់គ្នាទេសូម្បីតែខ្ញុំជា admin បាទជាអ្នកថតផ្ទាល់បាទកាត់ផ្ទាល់នេះឃើញវីដេអូខ្លួនឯងក៏បាទ clean ដែរខ្ញុំទៅគឺថាជាស្បែកមកអាំងស្រួយប្រាវហើយសាច់គោយើងគឺថាផុយឡាលំតែម្ដងហើយជំរាបសួរក៏ដូចជាសួស្ដីទៅកាន់ពុកម៉ែបងប្អូនដែលតែងតែនិយមតាមដានវីដេអូ Code.team em ស្នេហ៍ទាំងអស់គ្នាផងដែរថ្ងៃនេះមិនមុនមួយទេគឺថា2បងប្អូនណាគឺបាទប្រវល់ឡើងជាក្រៀងតែម្ដងទៅខាងភ្នំពេញទៀតហើយ2នេះគឺទម្ងន់50គីឡូទាំងពីរតែម្ដងក្នុងកម្មវិធីជប់លៀងណាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះក៏មកដល់ភ្លាមលើកគោដាក់ប្រវល់រយៈពេល3ទៅ4ម៉ោងគឺថាគោយើងគឺធានាថាមកផុយឡូមតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនអ្នកដែលចូលចិត្តញ៉ាំសាច់សើមមានជាតិ QC នេះគឺថាយើងជាភ្លាមយកទៅកាប់ភ្លាមតែម្ដងអត់ចាំបាច់អាំងទេតែបងប្អូនក៏ដូចជាលោកអ៊ំលោកពូអ្នកមីងដែលគាត់ចាស់គាត់ចូលចិត្តក្រៀមគឺយើងអាំងឲ្យឆ្អិនឲ្យក្រៀមឲ្យអញ្ចឹងបងប្អូនអាចកំងបានអញ្ចឹងពាក់ព័ន្ធជាមួយគោ .team em ស្នេហ៍គឺអត់ដុតឆ្អិនប្រទះយកទៅទេសម្រាប់កម្មវិធីបងប្អូនគឺយើងយកទៅដុតក្នុងផ្ទាល់ឲ្យបងប្អូនមើលតែម្ដងថាយើងប្រើខ្ជុងអស់ប្រមាណយើងប្រើរយៈពេលប្រមាណបាត់ដុតគោមួយនឹងឆ្អិនណាបងប្អូនទាំងគ្នាចំណាយ3ទៅ4ម៉ោងអញ្ចឹងពាក់ព័ន្ធជាមួយពុកម៉ែបងប្អូនដែលមានកម្មវិធីបាទប្រយ័ត្នប្រយែងក្នុងការកំងគោដុតទៅប៉ះគោគេចំហុយសម្រាប់គោគេចំហុយសម្បីតែស្បែកក៏បងប្អូនហូបទៅផុយដែរតែពាក់ព័ន្ធជាមួយពួកខ្ញុំគឺថាដុតទៅស្រស់អញ្ចឹងសាច់គោគឺយើងមានជាតិ QC គឺផ្អែមឆ្ងាញ់ណាហើយសម្រាប់ស្បែកគឺយើងអត់កាប់ជាប់សាច់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទេគឺយើងប្លែកពីគេបន្តិចគឺយើងយកស្បែកហ្នឹងមកអាំងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទហូបតែម្ដងគឺថាស្រួយប្រាវអញ្ចឹងបើសិនជាគោយើងខ្ចីគឺថាអូដាក់មកគឺមកអែមតែម្ដងតែបើកន្លែងណាក្រាស់គឺយើងអាំងអត់កើតទេអញ្ចឹងណាយើងកាត់ធ្វើស៊ុបឲ្យតែបើសិនជាកន្លែងណាស្ដាងគឺយើងអាំងឲ្យស្រួយប្រាវហើយថ្ងៃនេះគឺគោ2ក្បាលសម្លម្ជូរព្រៃមួយឆ្នាំងហើយនឹងស៊ុបក្បាលនឹងជើងមួយឆ្នាំងពុកម៉ែបងប្អូនទាំងអស់គ្នាគឺថាពេញលេងពេញអែមស្នេហ៍តែម្ដងហើយសូមបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយកញ្ចប់គោដុតគឺយើងមានគោដុតបន្លែទឹកប្រហុកសម្លម្ជូរព្រៃគ្រឿងក្នុងនិងសវិសទៅឈរកាប់សាច់រៀបបន្លែដល់ទីតាំងឆ្អិនបងប្អូនចាំយកចានមកដាក់ដោយប៊ូហ្វេអញ្ចឹងហើយពាក់ព័ន្ធជាមួយស៊ុបបាទបងប្អូនឃើញតាមវីដេអូនោះពេលច្រើនភ្ញៀវគាត់អេតបន្ថែមអញ្ចឹងយើងអេតតម្លៃបន្ថែមគឺយើងបាទធ្វើស៊ុបក្បាលជើងឲ្យមួយឆ្នាំងផ្សេងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យមានការយល់ច្រឡំថាមួយកញ្ចប់គោដុតនឹងមានស៊ុបដែរអញ្ចឹងមកកញ្ចប់គោដុតគឺយើងមានតែ2មុខឯងហើយសម្រាប់ពុកម៉ែបងប្អូនដែលកំងគោដុត team em ស្នេហ៍ទៅពិសាតាមកម្មវិធីអ្វីដែលខ្ញុំបាទសូមសំណូមពរនឹងពាក់ព័ន្ធជាមួយពេលដែលកម្មវិធីចប់គឺខាងខ្ញុំសុំលុយភ្លាមហើយគឺអត់ចាំស្អែកអត់ចាំខានស្អែកអត់ចាំព្រឹកទេអធិស្ឋានទេពុកម៉ែបងប្អូនទាំងគ្នាដោយសារតែពួកខ្ញុំត្រូវការលុយយកទៅប្រវល់ហើយពាក់ព័ន្ធជាមួយបាទសម័យនេះយើងអត់ឲ្យទុកចិត្តនរណាបានទេសូម្បីតែខ្លួនយើងអត់ទុកចិត្តខ្លួនយើងផងយើងទៅទុកចិត្តនរណាគេអញ្ចឹងគាត់ទៅសុំតែប៉ុណ្្នឹងឯងសម្រាប់បងប្អូនដែលមានកម្មវិធីបាទអាចថាខ្លាចសវឹកឯងអាចបាញ់លុយមុនក៏បានដែរសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយជួបខ្ញុំជាមួយវីដេអូក្រោយ